បានគឺជាសេចក្តីសុខប្រកបបានទៅរាល់ថ្ងៃต้องចង់វិស័យជាមួយសាសនាធ្វើបុណ្យធ្វើទានមានចិត្តមេត្តានៅប្រាសាទសទ្ធាចត្រាវត្តសវណ្ណរាំងសីកលានអង្គបាត់ចំនួនទឹកប្រាក់2លានអង្គបាត់ឯកមិនប្រកបដោយតាពុទ្ធបរិស័ទទាំងអស់ដែលមានចំនួនទឹកប្រាក់2លានអង្គសូមថ្លែងអំណរអគុណដល់បដិជនពុទ្ធព្រមទាំងជាពុទ្ធបរិស័ទហើយជាបន្តទៅទៀតសូមថ្លែងអំណរគុណដល់ព្រះរាជបរិយាប័ន្នបដិជនអាចជំនួសជ័យដល់ទីតាពុទ្ធបរិស័ទ